សូមស្វាគមន៍មកកាន់អាណាចក្រនៃព្រៃមរតកសូមរីករាយទស្សនាដំណើររឿងដ៏អស្ចារ្យអ្នកយាមស្លឹកមាសនៅចំកណ្ដាលព្រៃដែលស្ងប់ស្ងាត់មានសត្វសិល្បករដ៏ចំណានមួយគឺអ្នកយាមស្លឹកមាសវាគឺជាសត្វស្វាងជើង8ដ៏ធំដែលមានក្បាច់លម្អលើខ្នងសត្វនេះរស់នៅលើស្លឹកឈើពណ៌លឿងទុំដ៏ធំមួយដែលព្យួរកណ្ដាលអាកាសបណ្ដាញស្វាងរបស់វាមានពណ៌មាសនិងភ្លឺចែងចាំងវាចាប់ផ្ដើមត្បាញបណ្ដាញរបស់វាដោយចលនាដ៏យឺតនិងច្បាស់លាស់ដោយភ្ជាប់ស្លឹកមាសទៅនឹងដើមឈើជុំវិញនៅខាងក្រោមបណ្ដាញស្លឹកមាសនៅលើដីព្រៃដែលគ្របដណ្ដប់ដោយស្លែនិងសន្លឹកឈើជ្រុះកម្រងផ្សិតឆាន់ធីរ៉ែលចាប់ផ្ដើមរើបំរាស់ដំបូងឡើយវាមានពណ៌ទឹកក្រូចធម្មតាប៉ុន្តែរំពេចនោះពន្លឺពណ៌ខៀវបៃតងចាប់ផ្ដើមបញ្ចេញចេញពីផ្នែកខាងក្រោមនៃពួកវាពន្លឺនេះមិនមែនគ្រាន់តែជាពន្លឺធម្មតាទេវាគឺជាចរន្តថាមពលដែលផ្លាស់ទីដូចជាទឹកថាមពលនេះរត់ឡើងតាមដើមផ្សិតនិងតាមឫសដែលលាក់នៅក្រោមដីអ្នកយាមស្លឹកមាសមានអារម្មណ៍ថាមានការប្រែប្រួលវាឈប់ត្បាញហើយសម្លឹងចុះក្រោមវាចាប់ផ្ដើមបញ្ចេញសរសៃស្វែងពណ៌សដ៏វែងនិងក្រាស់មួយដែលមិនធ្លាប់មានពីមុនមកសរសៃនេះធ្លាក់ចុះមកក្រោមដោយផ្ទាល់នៅពេលវាទៅដល់កំពូលនៃផ្សិតឆាន់ធីរ៉ែលដែលភ្លឺជាងគេបំផុតសរសៃស្វែងពណ៌សក៏ស្រូបយកថាមពលពណ៌ខៀវបៃតងរំពេចនោះសរសៃស្វែងទាំងមូលប្រែជាភ្លឺពណ៌ខៀវនិងផ្លាស់ទីដូចជាចរន្តអគ្គិសនីដែលតភ្ជាប់ពីភពខាងលើនិងខាងក្រោមដរាបណាការតភ្ជាប់ត្រូវបានបង្កើតឡើងព្រៃទាំងមូលក៏ផ្លាស់ប្ដូរថាមពលពណ៌ខៀវបៃតងហូរឡើងទៅកាន់ស្លឹកមាសទាំងមូលចាប់ផ្ដើមភ្លឺចែងចាំងសត្វស្វែងឥឡូវនេះមានថាមពលថ្មីវាចាប់ផ្ដើមត្បាញបណ្ដាញមាសរបស់វាឡើងវិញដោយចលនាដ៏លឿននិងមានថាមពលបណ្ដាញមាសទាំងមូលចាប់ផ្ដើមភ្លឺពណ៌ខៀវនិងមាសលាយគ្នាបណ្ដាញនេះកាន់តែធំនិងកាន់តែស្មុគស្មាញដោយគ្របដណ្ដប់លើដើមឈើជុំវិញឥឡូវនេះព្រៃទាំងមូលគឺសន្តិភាពបណ្ដាញមាសខៀវដែលពេញលក្ខណៈតភ្ជាប់គ្រប់យ៉ាងអ្នកយាមស្លឹកមាសសម្រាប់ដោយសន្តិភាពនៅកណ្ដាលបណ្ដាញរបស់វានៅជុំវិញដីព្រៃផ្សិតតូចៗជាច្រើនទៀតបានចាប់ផ្ដើមភ្លឺពណ៌មាសនិងក្រហមលាយគ្នាដែលជាសញ្ញានៃសន្តិភាពពន្លឺព្រះអាទិត្យពណ៌មាសនៅតែចាំងកាត់ដោយលាយឡំជាមួយនឹងពន្លឺពណ៌ខៀវចេញពីដីសន្តិភាពនិងតុល្យភាពបានត្រឡប់មកវិញ